បាទអរុនសួស្តីដល់បងប្អូនលោកស្រីបាទស្វាគមន៍ជាថ្មីម្ដងទៀតជាមួយនឹងខ្ញុំបាទសរឿនហើយព្រឹកនេះខ្ញុំវិលមកអាប់ដេតភាពការទីផ្សារហិរញ្ញវត្ថុបន្ថែមទៀតដើម្បីបានជាកន្លឹះក៏ដូចជាព័ត៌មានសម្រាប់លោកស្រីដែលយកទៅប្រើប្រាស់នឹងជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុបាទអញ្ចឹងយើងឃើញថាខ្ញុំផ្ដើមនិយាយអំពីការវិវត្តនៃភាពការទូទៅបន្តិចតើមានអ្វីអាប់ដេតនៅក្នុងទីផ្សារថ្ងៃនេះដែរទេត្បិតថាបើយោងមើលពីភាពការពេលបច្ចុប្បន្នតម្លៃទីផ្សារហាក់មិនទាន់ជាប្រែប្រួលច្រើនទេហើយថ្ងៃនេះក៏មិនមានរបាយការណ៍អីសំខាន់ពេកដែរត្បិតថាក្រៅតែមានសមាជិកធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែលគាត់ឡើងនិយាយពីម្សិលមិញគឺហាក់រងឥទ្ធិពលតិចតួចប្រយុទ្ធមិញក៏ដូចគ្នាដែរហើយថ្ងៃនេះមានរបាយការណ៍ចលនាទ្រព្យបាទដែលនឹងចេញនៅម៉ោង9ប៉ុន្តែមិនសូវជាឥទ្ធិពលខ្លាំងក្លាពេកទេយ៉ាងណាក៏ដោយមានព័ត៌មានពីកាណាដាដែលធនាគារគាត់នឹងប្រធានធនាគារហ្នឹងគាត់នឹងបាននិយាយអំពីគោលនយោបាយរបស់ធនាគារហើយនឹងរបាយការណ៍លក់រាយនៅក្នុងប្រទេសកាណាដាដែលអាចជាឥទ្ធិពលបន្ថែមដល់រូបិយប័ណ្ណដុល្លារកាណាដានិងដុល្លារសហរដ្ឋអាមេរិកនៅក្នុងទីផ្សារព្រឹកនេះឃើញថាតម្លៃហាងឆេងនីមួយៗដូចជាមាសគឺមានបំរែបំរួលតិចតួចពោលគឺធ្លាក់ចុះទាបពីម្សិលមិញដែលវាបានកើនឡើងខ្ពស់3ថ្ងៃចុះគ្នាកម្រិត$3,340ដុល្លារជាងក្នុង1អោនបាទ$3,340ជាងក្នុង1អោនមុននឹងមានការស្រកចុះបន្តិចបាទអញ្ចឹងបើសិនជាយើងមើលពីបច្ចេកទេសនៅទីនេះយើងអាចថ្លឹងថ្លែងបានថាវាជាការ reverse ឬមួយក៏ជាបាទ retracement 15%ចន្លោះប៉ុណ្ណេះដែលយើងអាចសន្និដ្ឋានបានថាតម្លៃมันជាធ្លាក់ចុះច្រើនពេកទេហើយទំនងជានឹងមានការកើនឡើងខ្ញុំជឿថាម្សិលមិញខ្ញុំបានផ្ដល់យោបល់ជូនលោកស្រីដែលធ្វើការទិញតម្លៃហាងឆេងមាសដោយខ្ញុំគូ support នៅកម្រិត$3,270 ជាងនិង$3,280 ជាងអញ្ចឹងយើងឃើញថាព្រឹកនេះម្សិលមិញនិងព្រឹកនេះវាស្រកមកគិតំបន់ហ្នឹងជាពិសេសម្សិលមិញគាត់វាមិនច្រើនពេកទេអញ្ចឹងយ៉ាងណាក៏ដោយយើងจะមើលពីការ confirm នៅបច្ចេកទេសជួញដូរបន្ថែមទៀតតើក្នុងទីផ្សារថ្ងៃហ្នឹងតម្លៃហាងឆេងមាសនឹងបែកបាទចំណុច resistance ដែលបង្ហាញនៅទីនេះដែរទេពោលគឺចំណុច confirmation ដែលតម្លៃបាទនឹងធ្វើការផ្លាស់ប្ដូរមានន័យថាចរន្តទី1វាបំបែកចំណុច support ដែលខ្ញុំគូតំបន់$3,260ជាងហ្នឹងវានឹងបន្តសុតចុះមកក្រោមហើយទី2ក្នុងករណីដែលវាមិនបំបែកទេបាទវានឹងbreak តំបន់តរក្រហមខាងលើនេះហើយនឹងឡើងត្រឡប់ទៅវិញអញ្ចឹងជារួមទៅសម្រាប់ម៉ោងនេះដែលខ្ញុំឃើញថាទីផ្សារធ្លាក់ចុះព្យាយាមធ្លាក់ចុះកាលពីម្សិលមិញពេលយប់ហើយនឹងព្រឹកនេះគឺមានការសុតចុះគាត់ថាវាមិនច្រើនពេកទេហើយខ្ញុំយល់ថាបន្ទាប់ពីការឡើង3ថ្ងៃវាជា pullback ឬក៏ retracement នៃទីផ្សារអញ្ចឹងថ្ងៃនេះខ្ញុំនៅតែមើលឃើញអំពីចំណុចបាទ bullish ឬក៏ទិញឡើងត្រឡប់ទៅវិញបាននេះគ្នាត្បិតថាតំបន់ចំណុចតែខ្ញុំគូបន្ទាត់ក្រហមនៅតំបន់80ជាមធ្យមឬមួយក៏លើនឹងតិចតួចគឺជា support មានន័យថាតំបន់ក្រោមនេះខ្ញុំនឹងវាស់វាទៅជាតំបន់ strong support ខ្ញុំគូជាបន្ទាត់ខ្មៅសម្រាប់លោកស្រីធ្វើការបាទជួញដូរក្នុងថ្ងៃនេះបើតំបន់ត្រឹម80ឬក៏79 78 79ហ្នឹងវាមិនបែកទេកម្លាំងមិនស្រកចុះច្រើនទេបាទអញ្ចឹងវានឹងបាទទិញឡើងកลับទៅវិញ pull back កลับទៅវិញហើយ resistance គឺនៅតំបន់ខាងលើនេះខ្ញុំដាក់វាជាតំបន់តម្លៃដែលអាចនឹងហក់ទៅដល់ក្នុងកម្រិត$3,400ស្ដើងបន្តិចបាទអញ្ចឹងតំបន់មាសដែលនឹងអាចជួញដូរក្នុងទីផ្សារថ្ងៃហ្នឹងហើយបើក្នុងករណីដែលទីផ្សារបំបែកចំណុចនេះដល់ទីផ្សាររហូតដល់ទីផ្សារអឺរ៉ុបអញ្ចឹងវានឹងអាចមានលទ្ធភាពធ្លាក់ចុះតិចតួចទៀតមកត្រឹមកម្រិត$3,200ស្ដើងបាទតំបន់នេះហើយនឹងអាចសិតចុះមកកម្រិត$3,100បាទ$3,100ក្រាស់ក្នុងរង្វង់ចិត្តជាងតែប៉ុណ្្នឹងទេអញ្ចឹងពីស្នាយោហ្នឹងទី1សម្រាប់ខ្ញុំមកនៅកំពង់ឡាយនេះខ្ញុំប្រដៅយោបល់គូទៅរកកន្លែងទិញត្រឡប់ទៅវិញស្ភាពការទូទៅមិនមានអ្វីផ្លាស់ប្ដូរច្រើនទេខ្ញុំជឿអំពីផែនការរបស់រដ្ឋាភិបាលអាមេរិកដែលកំពុងតែដាក់បាទចេញផែនការនៅការប្រើប្រាស់កញ្ចប់ថវិកាដ៏មហាសាលហើយកំពុងតែបាទរុញproposal នោះទៅកាន់សភានិងព្រឹទ្ធសភាដើម្បីធ្វើការអនុម័តពោលគឺកញ្ចប់ថវិកាប្រមាណ5 លានជាងដែលក្នុងនោះចំណាយទៅលើហេដ្ឋា
រចនាសម្ព័ន្ធកសាងផ្សេងរួមទាំងបាទទៅលើការការពារការពារជាតិឬក៏ហៅថាការពារដែនអាកាសដែលគេហៅថា Golden Dome អានឹងជាចំណែកមួយទេក្នុងចំណោមថវិកាដែលប្រើប្រាស់បាទថវិកាដែលប្រើប្រាស់នៅក្នុងកញ្ចប់ថវិកាផ្សេងទៀតយ៉ាងណាក៏ដោយរឿងរ៉ាវដែលគេព្រួយបារម្ភនោះគឺការកាត់ពន្ធដារកាត់បន្ថយពន្ធដារមានន័យថាស្មើនឹងកាត់បន្ថយចំណូលជាតិគណៈដែលការរកចំណូលពីពន្ធកយបាទគឺហាក់មានក្តីព្រួយបារម្ភថាអាចនឹងតាមរយៈការគោលនយោបាយនៃការតម្លើងពន្ធនេះអាចនឹងធ្វើឲ្យចិញ្ចីមកម្មឬការដូរមកម្មអាចនឹងមានបញ្ហាធ្វើឲ្យតំណែងឡើងថ្លៃឬមួយក៏ការនាំចូលវាធ្លាក់ចុះអញ្ចឹងចំណូលពីពន្ធនាំចូលក៏បានទាបគណៈដែលពន្ធដារខាងក្នុងហ្នឹងត្រូវបានកាត់បន្ថយនេះជាក្តីព្រួយបារម្ភទេយ៉ាងណាក៏ដោយវិខានរដ្ឋាភិបាលគេនៅតែមើលឃើញថាសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរសេដ្ឋកិច្ចនៅតែមានភាពល្អប្រសើរនេះវិខានរដ្ឋាភិបាលសហរដ្ឋអាមេរិកព័ត៌មានផ្សេងទៀតទាក់ទងទៅនឹងស្ថានភាពដែលកំពុងតែជំរុញនៅឯតំបន់មជ្ឈមពានៅតែបន្តវិវត្តស្រួចស្រាយជាធម្មតាទេហើយនៅបាទរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ក៏មិនទាន់មានអីអាប់ដេតថ្មីដែរបាទមិនទាន់មានអាប់ដេតអីថ្មីទេហើយតាក់ទងទៅនឹងបាទរុស្ស៊ីនិងយូក្រែនក៏មិនទាន់ឃើញមានអ្វីវិវត្តថ្មីបន្ថែមទៀតដែរពលបន្ទាប់ពីម្សិលមិញខ្ញុំបានលើកឡើងថាលោក Donald Trump គាត់ហាក់បង្ហាញអរិយាប័ត្រអំពីការដកខ្លួនចេញពីអញ្ញាកដាលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែអានេះមិនដឹងថាជាគាត់ជាសំណួរមហាសាស្ត្ររបស់គាត់ឬមួយក៏ចេតនាដែលពេញលេញចេះច្បាស់ក៏យើងមិនទាន់ដឹងទាំងស្រុងដែរយ៉ាងណាក៏ដោយខ្ញុំធ្វើការអាប់ដេតជូនបន្ថែមទៀតនៅពេលក្រោយបើមានអ្វីអភិវឌ្ឍមានស្ថានភាពការវិវត្តបន្ថែមទៀតតាក់ទងទៅនឹងរឿងព័ត៌មាននឹងដែរខ្ញុំសូមបញ្ជាក់ថាថ្មីនេះមានព័ត៌មានជាច្រើនហើយសូម្បីតែខ្ញុំក៏មានការយល់ច្រឡំដែរបាទព័ត៌មានដែលតាក់ទងទៅនឹងគេបង្ហោះវីដេអូជុំវិញការបញ្ជូនយន្តហោះដឹកជំនួយហើយនិងដឹកស្បៀងហើយនិងយន្តហោះចម្បាំងដែលគេផ្សាយថាចិនគាត់បានផ្ដល់ជំនួយក៏ដូចជាបាទសម្ភារៈស្បៀងទៅឯប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សាព័ត៌មាននេះគឺចេញច្រើនមែនទែនតែទោះជាយ៉ាងណាក៏ដោយសម្រាប់ខ្ញុំមើលទៅឃើញថាព័ត៌មានមិន confirm ទេមានន័យថាវាមិនជាព័ត៌មានដែលមិនពិតត្បិតថាព័ត៌មានដែលត្រូវបានបង្ហោះនេះគឺជាការធ្វើសម្ពយុទ្ធយោធារវាងចិននិងអេស៊ីបកាលពីច្រើនឆ្នាំកន្លងទៅហើយយ៉ាងណាក៏ដោយបាទព័ត៌មាននេះវាបានចុះផ្សាយប្រងព្រាតតែខ្ញុំមិនទាន់មានអ្វី confirm មកជាច្បាស់នៅឡើយឥឡូវខ្ញុំបកមកមើលពីបច្ចេកទេសបន្ថែមទៀតខ្ញុំឲ្យតំបន់ប៉ុណ្ណឹងជារួមទៅតំបន់ដែលខ្ញុំគូបន្ទាត់ពណ៌ខ្មៅខាងក្រោមគឺជាតំបន់ support strong support ដែលលោកស្រីអាចគិតគូរពិចារណាទិញឡើងត្រឡប់ទៅវិញហើយ stop loss គូនៅក្រោមតំបន់នេះចន្លោះពី7ទៅ10លេខមានន័យថាបើនៅក្រោមតំបន់80គឺជាទំនាប់ទាបតំបន់ demand zone អញ្ចឹងនៅក្រោមហ្នឹងអាចខ្ទង់7ឬក៏65 7ឬក៏65ដែលយើងប្រើប្រាស់ជា risk management ឬក៏ stop loss អញ្ចឹងលោកស្រីអាចគិតគូរពិចារណានៅក្រោមតំបន់នេះជាតំបន់ risk management របស់បងប្អូនលោកស្រីដែលធ្វើការជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុហើយតោះនេះខ្ញុំនឹងដាក់វាជាបន្ទាត់ដាច់ដែរដើម្បីជាការកត់សម្គាល់ប្រើជា risk management បាទប្រើជា risk management អញ្ចឹងខាងលើនេះតំបន់ពីខាងលើ47ឬ50គឺជា resistance ទី1ចំណុចទី1ហើយបើបែកចំណុចហ្នឹងវានឹងឡើងមកផុតគីនឹង3400ឬក៏លើហ្នឹងអាហ្នឹងចុងសប្តាហ៍ហ្នឹងហើយយើងចាំមើលថាតើការវិវត្តនៅក្នុងចុងសប្តាហ៍ហ្នឹងមានអ្វីប្រែប្រួលបន្ថែមទៀតជាទូទៅស្ថិរភាពការទីផ្សារនឹងជំរុញបាទច្រើនតែនៅថ្ងៃចុងសប្តាហ៍អញ្ចឹងព្រឹកនេះខ្ញុំមកអាប់ដេតពីស្ថិរភាពការនៃទីផ្សារប៉ុណ្ណឹងហើយពេលអាស៊ីលខ្ញុំធ្វើការ live បន្តបន្ថែមទៀតនៅក្នុង page ផ្លូវការរបស់ក្រុមហ៊ុន BAC ខ្ញុំជឿថានេះជា page ដែលខ្ញុំធ្វើការ live បន្តចេញពី page ខ្លួនឯងហើយបងប្អូនលោកស្រីក៏អាចធ្វើការបាទ share ឬចែកម្លែកអ្នកមួយទៅដើម្បីបាន reach ឬក៏បានទៅដល់បងប្អូនលោកស្រីដែលជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុផ្សេងទៀតគាត់ទទួលបានព័ត៌មានហើយខ្ញុំជឿថានៅក្នុង page នេះខ្ញុំនឹងធ្វើការ live វីដេអូឲ្យបានច្រើននិងទីទាត់រួមទាំងធ្វើការផុសនិងចែកម្លែកចំណេះដឹងផ្សេងដែលខ្ញុំប្រើប្រាស់ឬ
ធ្វើនៅក្នុងក្រុមហ៊ុនហ្នឹងដើម្បីចែកម្លែកតបាទអញ្ចឹងបងប្អូនលោកស្រីអាចចុចគេហៅថា follow ម្នាក់មួយទៅឬក៏ share ម្នាក់មួយទៅដើម្បីបាន reach បានទៅដល់បងប្អូនលោកស្រីផ្សេងទៀតទទួលបានពីព័ត៌មាននិងចំណេះដឹងក្នុងទីផ្សារហិរញ្ញវត្ថុរួមទាំងទទួលបានព័ត៌មានភ្លាមបើសិនជាមានការ live ឬចែកម្លែកបែបណាចេញមកអាប់ដេតប៉ុណ្ណឹងយោបល់របស់ខ្ញុំក្នុងទីផ្សារព្រឹកនេះរហូតដល់ sale គឺរកកន្លែងទិញឡើងត្រឡប់ទៅវិញសម្រាប់តម្លៃហាងឆេមាសតម្លៃហាងឆេផ្សេងដូចជាមិនទាន់មានអីប្រែប្រួលច្រើនទេហើយបាទលុយយ៉េននេះមិនសមអញតែខ្ញុំផ្ដល់យោបល់ short sale ក៏មានការសុទ្ធចុះបន្តិចទៀតដែរមានថាលុយយ៉េនកើនតម្លៃធៀប$1បាទហើយលុយដុល្លារក៏បាត់បង់តម្លៃព្រឹកនេះយើងឃើញថាសន្ទុះប្រាក់ដុល្លារគឺបានបាត់បង់តម្លៃ0ដកសញ្ញា24%មិនជាច្រើនពេកទេប៉ុន្តែចំនួនប៉ុណ្ណឹងអាចធ្វើឲ្យលុយរូបិយប័ណ្ណផ្សេងទៀតដែលធៀបជាមួយដុល្លារហ្នឹងគឺមានការកើនឡើងចន្លោះពី30ទៅ50%មានន័យថាបើ contract ផ្សាយក្នុងមួយ lot ផ្សាយយើងទិញដូចជាយូរ៉ូមួយសែនយូរ៉ូយើងអាចចំណេញចន្លោះពី$300ទៅ$500ហ្នឹងសម្រាប់ការបាត់បង់នៃប្រាក់ដុល្លារដែលប្រៀបធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងហើយប្រេងមិនទាន់មានបំរែបំរួលអីទេយើងឃើញថាព្រឹកនេះតិចតួចប្រែប្រួលតិចតួចក្នុងរង្វង់63ជាង63កន្លះបាទมันជាប្រែប្រួលអីច្រើនឡើយទេហើយជាមួយការវិវត្តបន្ថែមទៀតស្ពាបការនៅឯមិនឆាប់មកពីបាទអញ្ចឹងខ្ញុំសូមអាប់ដេតប៉ុណ្ណឹងចោះសម្រាប់បងប្អូនលោកស្រីដែលចូលតាមដានការ live តបតនៅទីនេះបាទសូមអរគុណហើយឲ្យខ្ញុំមើលបន្តិចសិនតើមានបាទជាសំណួរអីជាការសួរនៅទីនេះទេខ្ញុំជឿថានៅក្នុងបាទថ្ងៃទី31យើងនឹងមានសិក្ខាសាលាដែលធ្វើឡើងនៅក្រុមហ៊ុន BAC Market បាទនៅធនាគារ BAC បងប្អូនលោកស្រីដែលចង់ចូលរួមយើងអាចចុះឈ្មោះបាទចូលរួមនៅទីនេះបានដែលខ្ញុំបានលេខទូរស័ព្ទនៅខាងលើអាច add ជា Telegram ទៅហើយបញ្ជាក់ឈ្មោះហើយនឹងលេខទូរស័ព្ទបាទដើម្បី register ឬក៏ដើម្បីចុះឈ្មោះចូលរួមដែលសិក្ខាសាលានេះយើងនឹងធ្វើឡើងនៅក្នុងថ្ងៃទី31នៅពេលរសៀលចន្លោះពីម៉ោង1ទៅបាទម៉ោង1ដល់ម៉ោង4កន្លះអញ្ចឹងបងប្អូនលោកស្រីចង់ចូលរួមអាចធ្វើការបុកឬចុះឈ្មោះនៅទីនេះបានបាទជំរាបសួរបងសៀវមីបាទជំរាបសួរបងបាទបងស៊ូនស៊ូអូនជាសាយបងបើសិនជាអានខុសដោយសារតែឈ្មោះផ្សេងជាភាសាអង់គ្លេសមែនប៉ុន្តែបាទប្រហែលជាស៊ូអូនដែរប៉ុន្តែបាទអញ្ចឹងខ្ញុំចែកលេខប៉ុណ្ណឹងចោះបាទសូមអរគុណហើយជួបគ្នាក្នុងពេលក្រោយទៀត